giờ đây là cha cho món ជំរាបសួរបងប្អូនទាំងអស់គ្នាចឹងនេះដែរមកចែករំលែកការលាចំណីឲ្យមេជ្រូកផើមេជ្រូកមេក្មុំយើងបំរុងទុកធ្វើមេផើបងប្អូនអាចលេខតាមនាងខ្ញុំបានហើយការលេខរបស់នាងខ្ញុំនោះវាសាំអត់មានអីច្រើនញ៉ៃញ៉ៃបងប្អូនហើយគាត់បានថតជាសកម្មភាពលាយឲ្យបងប្អូនមើលដែរដោយសារតែម្ដងប្តីលាយឲ្យបាត់គាត់បញ្ញាប់អត់មានចំណីឲ្យជ្រូកបងប្អូនហើយណាមួយខ្ញុំនេះកន្លែងផ្ដាសាយបងប្អូនអើយបានចេញវីដេអូជាប់លាប់ឲ្យបងប្អូនបានមើលឲ្យបានត្រឹមត្រូវទេបងប្អូនហើយការឆ្លើយតបខមមិនបងដែលគាត់ឆាតមកណាបងប្អូនខន្តីអភ័យទោសផងបងប្អូនកន្លែងផ្ដាសាយធំមែនតែនហ្មងខ្ញុំនេះណាបងប្អូនខ្ញុំបងប្អូនឆាតមកសួរខ្ញុំអីពាក្យប៉ុននឹងការឆ្លើយតបឲ្យបងប្អូនកុំប្រកាន់អីណាបងប្អូនទាំងអស់គ្នាចាបងប្អូនបើអត់ចេះលាយអាចលាយតាមនាងខ្ញុំបានបងប្អូនវិធីសាស្ត្រនេះគឺល្អដោយសារតែខ្ញុំដឹងពីពេទ្យសត្វដែរចឹងណាបងប្អូនហើយនេះសម្រាប់មេកមុំមេទុកធ្វើមេផើមទុកធ្វើមេពូជមេកំពុងតែផើមណាហើយនៅវៀនវគ្គសាមទៀតដែលទុកឲ្យធ្វើមេដែលទុកឲ្យមេកើតកូនស៊ីអញ្ចឹងចំណីមានបែបទៀតអញ្ចឹងណាបងប្អូនហើយចំណីដែលខ្ញុំលាងហ្នឹងគឺកន្ទក់មានចំនួន200គីឡូបងប្អូនហើយចំណែកឯចំណីមេផើម30គីឡូ8គីឡូហើយនឹងវីតាមីនមេពពោះ2ខាំកន្លះបងប្អូនអញ្ចឹងបងប្អូនធ្វើតាមវិធីសាស្ត្រខ្ញុំនឹងទៅបងប្អូនជ្រូកស៊ីទៅធំធាត់ល្អណាបងប្អូនស៊ីឲ្យអត់នេះទេអត់ស្គមស្គាំងទេឡើងសាច់ឡើងអីទៀតចឹងទៅបងប្អូនធ្វើតាមវិធីសាស្ត្រខ្ញុំទៅចាំពេលមេជ្រូកខ្ញុំកើតកូនខ្ញុំនឹងមានវិធីលាយចំណីបែបមេកើតកូនមួយសាទៀតចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាហើយក៏អរគុណច្រើនបងប្អូនទាំងអស់គ្នាដែលតែងតែស្រឡាញ់ចូល